អល់ឡោះមិនបរិសុទ្ធទេនេះជាភស្តុតាងដែលថាអង្គភាពដែលគេហៅថាអល់ឡោះដែលត្រូវបានគេនិយាយថាជាអ្នកមានអំណាចគឺតាមពិតមិនបរិសុទ្ធបំផុតទេភស្តុតាងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងគម្ពីរកូរ៉ានដែលជាកន្លែងដែលវាត្រូវបានលើកឡើងថាញ៉ាប់រៀគឺជាព្រះវិញ្ញាណបរិសុទ្ធគម្ពីរកូរ៉ានសារភាពដោយសម្ងាត់ថាអល់ឡោះមិនមែនជាព្រះជាអ្នកបង្កើតចូលយើងពិនិត្យមើលជំហាននេះដោយជំហានព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះវិញ្ញាណបរិសុទ្ធដែលជាកម្មសិទ្ធិរបស់ព្រះដ៏វិសុទ្ធបំផុតនោះគឺជាព្រះជាអ្នកបង្កើតដូច្នេះព្រះវិញ្ញាណបរិសុទ្ធគឺជាផ្នែកនៃព្រះជាអ្នកបង្កើតទោះយ៉ាងណាក៏ដោយណាបរៀគឺជាទេវតាដែលច្បាស់ជាការបង្កើតប្រសិនបើវាត្រូវបានចែងនៅក្នុងគម្ពីរកូរ៉ានថាញ៉ាបរៀគឺជាព្រះវិញ្ញាណបរិសុទ្ធនោះវាមានន័យថាញ៉ាបរៀគឺជាព្រះជាអ្នកបង្កើតតើការបង្កើតមួយអាចជាព្រះជាអ្នកបង្កើតយ៉ាងដូចម្តេចបើដូច្នោះមែនកាព្រីយ៉ាគឺវិសុទ្ធជាងអល់ឡោះដែលមូស្លីមគោរពបូជាពីការពន្យល់នេះវាច្បាស់ណាស់ថាអង្គភាពដែលមូស្លីមគោរពបូជាអល់ឡោះមិនបរិសុទ្ធដែលមានន័យថាវាមិនមែនជាព្រះជាអ្នកបង្កើតនោះទេដូច្នេះតើអង្គភាពមិនបរិសុទ្ធអាចត្រូវបានគេនិយាយថាជាអ្នកបង្កើតនិងមានគ្រប់ចេស្តាដោយរបៀបណាភស្តុតាងមួយទៀតដែលបញ្ជាក់ថាអង្គភាពដែលត្រូវបានគោរពបូជាដោយអ្នកកាន់សាសនាអ៊ីស្លាមមិនមែនជាព្រះជាអ្នកបង្កើតអាចរកបាននៅក្នុងសូរ៉ាហ៍អនណាំ91ពិតប្រាកដណាស់ខ្ញុំមូហាម៉ាត់ត្រូវបានបង្គាប់ឲ្យថ្វាយបង្គំព្រះអម្ចាស់នៃទីក្រុងនេះមេត្តាដែលបានធ្វើឲ្យវាពិសិដ្ឋហើយជាកម្មសិទ្ធិរបស់អ្នកណាទាំងអស់ហើយខ្ញុំត្រូវបានបញ្ជាឲ្យនៅក្នុងចំណោមអ្នកដែលចុះចូលចំពោះអល់ឡោះនៅក្នុងខគម្ពីរនេះវាច្បាស់ណាស់ថាអ្នកដែលមូហាម៉េតគោរពបូជាគឺជាព្រះនៃទីក្រុងនេះមេកាដែលមិនមែនជាអ្នកបង្កើតយោងទៅតាមកំណើរបស់មូហាម៉េតដែលមិនមែនជាព្រះពិតជាអ្នកបង្កើតនោះទេហើយដោយសារតែវាត្រូវបានកំណត់ថាជាព្រះនៃមេកាអំណាចនៃទឹកដីរបស់វាពិតជាត្រូវបានបង្ខាំងនៅក្នុងមេកាពីខគម្ពីរនេះបង្ហាញឲ្យឃើញថាអង្គភាពដែលបញ្ជាឲ្យលោកមូហាម៉េតមានឋានៈខ្ពស់ជាងព្រះនៃមេកាលោកមូហាម៉េតបានចាត់ទុកព្រះនៃមេកាថាជាអ្នកបង្កើតដូចដែលបានឃើញនៅក្នុងផ្នែកនៃខគម្ពីរនេះហើយអ្នកណាជារបស់ទាំងអស់ហើយដោយសារមានអំណាចខ្ពស់នៅពីលើវាទីតាំងនៃព្រះមេត្តាអាចនិយាយបានថាគ្រាន់តែជាព្រះក្នុងស្រុកដែលស្ថិតនៅលើផ្ទៃផែនដីប៉ុណ្ណោះតាមពិតទៅប្រជាជនមូស្លីមរហូតមកដល់សប្តាហ៍ថ្ងៃនេះនៅតែជឿថាអ្វីដែលពួកគេគោរពបូជាគឺជាព្រះពិតជាអ្នកបង្កើតប្រសិនបើប្រជាជនមូស្លីមនៅតែជឿថាពួកគេកំពុងថ្វាយបង្គំព្រះពិតដែលជាអ្នកបង្កើតនោះដោយប្រយោល
ពួកគេកំពុងទទួលស្គាល់គោលគំនិតនៃព្រះត្រីឯកដូចដែលអ្នកបង្កើតដ៏មានមហិទ្ធិឫទ្ធិអាចបង្ហាញអង្គទ្រង់ជាព្រះវិញ្ញាណបរិសុទ្ធនិងសូម្បីតែទម្រង់របស់មនុស្សដែលកើតពីព្រះវិញ្ញាណបរិសុទ្ធគឺព្រះយេស៊ូវគ្រីស្ទដោយការទទួលស្គាល់គោលគំនិតនៃព្រះត្រីឯកដូច្នេះពួកគេទទួលស្គាល់ថាព្រះយេស៊ូវគឺជាការសម្ដែងរបស់ព្រះជាអ្នកបង្កើតនេះគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនមូស្លីមត្រូវចងចាំជានិច្ចថាព្រះនៃមេកាអាល់ឡាស់គោរពបូជាដោយមូហាម៉េតគឺជាព្រះដែលគោរពបូជាដោយមូស្លីមរហូតមកដល់ពេលនេះប្រជាជនមូស្លីមមិនទាន់បានដឹងថាពួកគេបានចុះចូលនឹងព្រះរបស់ពួកគេនៅមេកាដោយបង្ហាញភក្តីភាពចំពោះព្រះរបស់ពួកគេនៅមេកាតាមរយៈសហដាដោយបដិសេធនៅអត្ថិភាពនៃព្រះពិតដែលជាអ្នកបង្កើតហើយគ្រាន់តែថ្វាយបង្គំព្រះអាឡោះរបស់ពួកគេដែលជាព្រះនៃមេកាប៉ុណ្ណោះសូម្បីតែការតមអាហារក្នុងខែរ៉ាម៉ាដានក៏ធ្វើឡើងដោយការស្រឡាញ់ចំពោះអល់ឡោះសុទ្ធសាធដូច្នេះហេតុអ្វីបានជាអ្នកកាន់សាសនាអ៊ីស្លាមនៅតែគោរពអល់ឡោះទោះបីជាមូស្លីមត្រូវបានផ្ដល់ជាតិជាការីមូហាម៉ាត់សៀវភៅគម្ពីរតូរ៉ាហើយបានប្រកាសភក្តីភាពរបស់ពួកគេចំពោះព្រះនៃមេកាដើម្បីជឿលើអល់ឡោះរបស់ពួកគេលើព្រះពិតជាអ្នកបង្កើតតើពួកគេមិនបានគិតទេថានៅជីវិតបន្ទាប់មកព្រះនៃមេកាអាចនឹងទទួលខុសត្រូវចំពោះភាពស្មោះត្រង់ក្នុងជំនឿរបស់ពួកគេចំពោះទ្រង់ឬប្រហែលជាព្រះនៃមេកាប្រហែលជាមកនៅពេលយុគខណៈពេលដែលពួកគេលេចដើម្បីសួរអំពីភាពស្មោះត្រង់របស់ពួកគេព្រោះថាអ្នកកាន់សាសនាអ៊ីស្លាមខ្លះប្រហែលជាជឿដោយសំណើចលើព្រះពិតដែលជាអ្នកបង្កើតនៅក្នុងចិត្តរបស់ពួកគេតើពួកគេគួរតែដូចជាហាឡារបស់ពួកគេទេដែលបានប្រកាសដោយបើកចំហថាគាត់ត្រូវបានបញ្ជាឲ្យថ្វាយបង្គំព្រះនៃមេកាដែលជាអ្នកបង្កើតយោងទៅតាមកំណែរបស់មូហាម៉េតដែលរស់នៅក្នុងមេកាជាពិសេសនៅអាបាជំនឿគឺជាសិទ្ធិរបស់មនុស្សដែលមិនអាចប្រកែកបានដោយនរណាម្នាក់បើទោះបីជាស្ថាប័នដែលជឿលើមានតែរស់នៅលើផ្ទៃផែនដីក៏ដោយប្រសិនបើព្រះនៃជនមូស្លីមគង់នៅអាបាតាឋានសួគ៌ដែលពោរពេញទៅដោយព្រហ្មចារី70ទីក៏មាននៅទីនោះដែរទេមានតែអ្នកកាន់សាសនាអ៊ីស្លាមទេដែលដឹងតើព្រះនៃមេកាដែលគង់នៅលើផែនដីអាចការពារនិងសង្គ្រោះព្រលឹងអ្នកដើរតាមទ្រង់បានឬទេតាមដែលយើងដឹងមានតែព្រះអង្គគត់ដែលអាចសង្គ្រោះព្រលឹងមនុស្សក្នុងជីវិតក្រោយជីវិតបានគឺជាព្រះពិតដែលជាអ្នកបង្កើតពីព្រោះយើងទាំងអស់គ្នាជាអ្នកបង្កើតរបស់ទ្រង់ហើយប្រកបជានឹងត្រឡប់ទៅរកទ្រង់វិញចំណុចសំខាន់មួយសម្រាប់មូស្លីមត្រូវចងចាំនោះគឺថាមូហាម៉ាត់ដែលគោរពបូជាគឺជាព្រះនៃមេកាអល់ឡោះគឺពិតជាមួយហើយមូស្លីមបានសម្ដែងភក្តីភាពចំពោះព្រះរបស់ពួកគេនៃមេកា
អល់ឡោះដោយបដិសេធព្រះពុទ្ធជាអ្នកបង្កើតហើយជឿតែលើអល់ឡោះជាអ្នកបង្កើតយោងទៅតាមកំណែរបស់មូហាម៉ាត់ដែលរស់នៅក្នុងកាចាដូច្នេះហើយគេសង្ឃឹមថាប្រជាជនមូស្លីមនឹងមិនចុះចាញ់អល់ឡោះរបស់ពួកគេទៀតទេ